ចំណុចពិសេសមួយទៀតគឺលោកអ្នកអាចពង្រឹងភាសាចិនរបស់លោកអ្នកទៅតាមកម្រិត HSK ដែលលោកអ្នកចង់រៀនហើយបន្ទាប់មកគឺខាងសាលាក៏មានរៀបចំការប្រឡងដើម្បីឲ្យអ្នកទាំងអស់គ្នាយកសញ្ញាបត្រទៅសិក្សាបន្តនៅឯប្រទេសចិនផងដែរសម្រាប់អ្នកដែលគាត់ចូលរៀននៅសាលាយើងហើយមិនទាន់មានការងារធ្វើខាងសាលាក៏អាចជួយរកការងារឲ្យអ្នកទាំងអស់គ្នាធ្វើផងដែរ好像很难喝呀好像很难喝啊មើលទៅប្រហែលជាពិបាកផឹកណាស់我都想说你肯吃胡萝卜了不过光头强中意肯吃胡萝卜了ទោះជាយ៉ាងណាក៏ដោយទីបំផុតអ្នកកាប់ឈើយល់ព្រមញ៉ាំក្រត់ហើយ眼睛估计很快就会好起来了吧眼睛估计很快就会好起来了吧ខ្ញុំគិតថាភ្នែករបស់គាត់នឹងធូរស្រាលឆាប់ៗ这都是熊二你的功劳这都是熊二你的功劳ទាំងនេះសិតតែជាគុណសម្បត្តិរបស់ប្អូនប្រុស我是猫不是兔子呀我是猫不是兔子呀ខ្ញុំជាឆ្មាមិនមែនជាទន្សាយទេ我不吃胡萝卜我要吃鱼我不吃胡萝卜我要吃鱼ខ្ញុំមិនស៊ីការ៉ុតទេខ្ញុំស៊ីត្រី肥夫你不能挑食啊肥布你不能挑食呀ឆ្មាក៏ធាត់ឯងមិនអាចរើសបានទេ吃胡萝卜对身体好吃胡萝卜对身体好ការបរិភោគការ៉ុតគឺល្អសម្រាប់សុខភាព就像我就像我ដូចខ្ញុំអញ្ចឹង我不要吃胡萝卜我不要吃胡萝卜ខ្ញុំមិនត្រូវការញ៉ាំការ៉ុតទេសម្រាប់បងឬមួយក៏អូនដែលមានបំណងចង់ពង្រឹងភាសាចិនបន្ថែមសម្រាប់អ្នកដែលគាត់ចេះហើយបច្ចុប្បន្នសាលានៅបន្តបើកវគ្គ HSK ពីកម្រិត1ដល់កម្រិត6ហើយម៉ោងសិក្សាគឺអាចជ្រើសរើសបានពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់ហើយថ្នាក់ខ្លះក៏មានសិស្សរៀនខ្លះហើយដែរតែទៅទៅចូលថ្មីនេះទេហើយបច្ចុប្បន្នសាលាក៏មានប្រម៉ូសិនបន្តរហូតដល់ដាច់ខែវិច្ឆិកាឆ្នាំ2025នេះសម្រាប់ HSK 1ដល់3គឺមានការ discount រហូតដល់ 10% ហើយសម្រាប់កម្រិត HSK 4ដល់6គឺមានការ discount រហូតដល់ 20% សម្រាប់ការ discount នេះក៏នៅមានការបន្ថែមម៉ោងផងដែរគឺ20ម៉ោងគ្រប់វគ្គទាំងអស់សម្រាប់អ្នកដែលគាត់ចុះឈ្មោះបង់លុយសិក្សាចាប់ពី50ម៉ោងឡើងទៅហើយបច្ចុប្បន្ននេះក៏ត្រូវការរើសបុគ្គលិកដែរគឺទី1គឺផ្នែកលក់កៅអៅនៅក្នុងហាងហើយមួយទៀតគឺផ្នែកជំនួយការរដ្ឋបាលត្រូវតម្រូវចេះចិនដែរហើយមួយទៀតគឺផ្នែកអនាម័យនៅក្នុងអូតែជំនួយការរដ្ឋបាលហើយនៅផ្នែកអនាម័យហ្នឹងគឺកន្លែងតែមួយគឺទីតាំងនៅក្រោយវាំងក្រុងភ្នំពេញនេះទេកន្លែងលក់ខោអាវហ្នឹងគឺទីតាំងគឺនៅជិតស្ពានអាកាសផ្សារដេហុយអញ្ចឹងសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍ចង់ដាក់ពាក្យចូលធ្វើការក៏អាចតាក់ទងមកនឹងខ្ញុំបានដែរឬមួយក៏អ្នកទាំងអស់គ្នាអាចចូលទៅ search នៅក្នុង Telegram របស់នាងខ្ញុំឈ្មោះថា job posting KH នៅក្នុង channel របស់នាងខ្ញុំបាននៅក្នុងនោះគឺខ្ញុំមានផុសរើសបុគ្គលិកតាមមុខតំណែងមួយហើយតម្រូវការអ្វីខ្លះគឺមានរៀបរាប់នៅក្នុងនឹងទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅចុច subscribe នៅ channel Telegram របស់នាងខ្ញុំម្នាក់មួយបានសម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការ scan Telegram ដែលមាន QR នៅលើអេក្រង់នេះបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like សម្រាប់អ្នកដែលគាត់ទៅចូលមកថ្មីកុំភ្លេចជួយ follow account TikTok របស់នាងខ្ញុំម្នាក់មួយផងបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ចែករំលែកបន្តយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយ